នៅប្រទេសកម្ពុជាយើងនឹងគឺទម្លាក់គ្រាប់បែកច្រើនជាងនៅ Hiroshima ទៅទៀតចឹងយើងឃើញហើយតើទំហំនៃវិនាសកម្មនឹងប៉ុណ្ណាប៉ុន្តែវិនាសកម្មវាធ្វើទៅហើយធ្វើម៉េចជីវិតយើងតទៅមុខទៀតកែច្នៃវិនាសកម្មនឹងឲ្យคล้ายទៅជាភាពអភិវឌ្ឍទៅវិញអ្នកដែលរស់នៅជុំវិញខ្លួនយើងនោះទោះបីគាត់ក្រក៏ដោយគាត់មានដែរតើយើងត្រូវធ្វើម៉េចរស់ជាមួយគាត់កុំឲ្យការមានរបស់យើងនោះទៅប៉ះពាល់ដល់គាត់ស្ថិតនៅលើផ្ទៃដី48ហិកតានៅក្នុងភូមិសាស្ត្រស្រុកដំណាក់ចង្អើរខេត្តកែបអុកញ៉ាឱសថបណ្ឌិតហៃលីអៀងបានប្រែក្លាយដីដែលរងវិនាសកម្មដោយសារតែសង្គ្រាមទម្លាក់គ្រាប់បែកយ៉ាងសន្ធឹកទៅជាតំបន់អភិវឌ្ឍមួយដែលប្រមូលផ្ដុំទៅដោយកសិកម្មកសិទេសចរនិងកសិឧស្សាហកម្មអុកញ៉ាហៃលីអៀងបានប្រសិទ្ធនាមតំបន់នេះថាជាតំបន់អភិវឌ្ឍវិលជុំតើអ្វីទៅជាតំបន់អភិវឌ្ឍវិលជុំវិនាសកម្មនឹងមាននៅកន្លែងហ្នឹងហើយទៅធ្វើម៉េចប្រែក្លាយវិនាសកម្មហ្នឹងឲ្យទៅជាកន្លែងអភិវឌ្ឍទៅវិញប៉ុន្តែមិនឲ្យបាត់នៅប្រវត្តិនៃការខូចខាតនៃសង្គ្រាមហ្នឹងទេហើយក៏យើងក៏បានធ្វើជា style មួយដើម្បីបញ្ជាក់ថានៅប្រទេសកម្ពុជាយើងនោះគឺទម្លាក់គ្រាប់បែកច្រើនជាងនៅ Hiroshima ទៅទៀតចឹងរណៅនោះក៏ក្លាយទៅជាចម្រោកត្រីចម្រោកដើកចម្រោកអីចឹងទៅរំលងមរណៈក្លាយទៅជារំលងអភិវឌ្ឍគឺយើងបានកែច្នៃធ្លុកបីអស់ហ្នឹងរណ្ដៅ B52 ហ្នឹងឲ្យคล้ายទៅជាបឹងបួហើយទំហំបឹងបួហ្នឹងមាន20ហិកតាជាងវាអស់សឹងពាក់កណ្ដាលដីហើយនៅសល់ប្រមាណហ្នឹងមានចំការស្វាយមានចំការអាមេរិកមានចំការផ្លែឈើមានផ្លែទុរេនផ្លែសាវម៉ាវហើយមានចំការរុក្ខជាតិឱសថដូចជាផ្ទៃខ្មៅនិងដំណាំផ្សេងៗទៀតដែលជាដំណាំរុក្ខជាតិឱសថក៏ដូចជារុក្ខជាតិបន្លែផ្លែឈើដែលយើងមានតម្រូវការដែរអញ្ចឹងក្នុងនោះនឹងសេសសល់ហ្នឹងគឺយើងបែងចែកកន្លែងអភិវឌ្ឍតំបន់ទី1ហ្នឹងគឺជាតំបន់ប្រវត្តិសាស្ត្រតំបន់អភិរក្សដែលយើងរក្សាទុកនៅពូជសត្វក៏ដូចសត្វស្លាបសត្វអីនេះយើងឃើញមាន100ជាង100ប្រភេទណាមានរាប់ពាន់សត្វស្លាបណាហ្នឹងហើយជាមួយនឹងធម្មជាតិដែលមាននៅក្នុងនោះតែយើងមាន model សេដ្ឋកិច្ចមួយទៀតដែលជាសេដ្ឋកិច្ចយូរវែងសេដ្ឋកិច្ចវិលជុំមានន័យថាវាកាន់តែវិលវាកាន់តែជក់ខ្យល់វាកាន់តែពង្រីកធនធាននឹងឡើងសេដ្ឋកិច្ចវិលជុំដែលចែកគ្រប់ទាំងអស់តាំងពីកសិករតាំងពីអីទាំងអស់ហ្នឹងគំរូដែលបង្ហាញនៅភាពវិលជុំការច្នៃអតីតកាលជូរចត់ឲ្យទៅជាអនាគតកាលភ្លឺរុងរឿងជានិស្សិតដែលធ្លាប់ទៅសិក្សានៅឯបរទេសអុកញ៉ាហៃលីអៀងបានឃើញពីការអភិវឌ្ឍរបស់ប្រទេសទាំងនោះហើយស្រមៃចង់ឲ្យប្រទេសកម្ពុជាដូចគេដែរមិនត្រឹមតែជាក្តីស្រមៃនោះទេពេលនេះម្ចាស់តំបន់អភិវឌ្ឍវិលជុំរូបនេះកំពុងធ្វើឲ្យវាខ្លាយទៅជាការពិតប្រទេសជឿនលឿនគេរៀបចំប្រទេសគេឲ្យការវិវត្តលូតលាស់ហ្នឹងមានចរន្តភាពនៅស្រុកយើងក៏ដូចគ្នាដែរប៉ុន្តែយើងទៅចេញមកមិនដំបូងចឹងស្អីក៏យើងធ្វើដែរដើម្បីឲ្យវាបានលុយបានអីហ្នឹងអញ្ចឹងដល់ធ្វើទៅវាបានវាចេះតែចង់ធ្វើតទៅទៀតឥឡូវហ្នឹងដោយសារចំនួនប្រជាពលរដ្ឋក៏កើនច្រើនអីច្រើនទៅធ្វើឲ្យផលិតផលស្រួលហ្នឹងយើងដណ្ដើមគ្នាណាក៏មិនដែរវានៅសល់គេហៅថាផលិតផលបន្ទាប់បន្សំនោះដែលយើងមិនដែលឃើញមានតម្លៃទេយើងយល់ថាស្លឹកឈើជាសម្រាមប៉ុន្តែស្លឹកឈើគឺជាលុយពីព្រោះចេញពីស្លឹកឈើហ្នឹងយើងអាចបង្កើតទៅជាជីធម្មជាតិអញ្ចឹងអ្វីដែលយើងយករបស់ចោលហ្នឹងណាពេលនេះយើងយកទៅបង្កើតជាសេដ្ឋកិច្ចព្រោះយើងយកទៅបង្កើតជាចិញ្ចឹមជ្រូកចិញ្ចឹមអីហ្នឹងដែលយើងលក់បានលុយចូលមកក្នុងក្រុមហ៊ុនយើងវិញយើងមកឃើញហើយរោងចក្រច្នៃប្រឌិតតែលែងស្វាយឬក៏ម្រេចទងម្រេចយើងយកមកធ្វើជាតែសុខភាពដែលជាកម្មសិទ្ធិបញ្ញាទី1របស់ប្រទេសកម្ពុជាយើងហ្នឹងគឺពីដើមគេយករបស់ចោលយកទៅដុតដេញមូសដេញអីទេយើងយកមកคลายទៅជាកម្មសិទ្ធិបញ្ញាសម្រាប់ប្រទេសខ្មែរយើងដើម្បីគេស្គាល់ប្រទេសខ្មែរយើងឲ្យមានប្រយោជន៍ដល់សុខភាពទៀតយើងច្នៃប្រឌិតរបស់ដែលយើងបោះចោលជាសម្រាមជាអីហ្នឹងឲ្យคลายទៅជាផលិតផលដែលមានតម្លៃណាដែលយើងអាចលក់បានមែនតែនទៅកម្ពុជាជាប្រទេសដែលមានសពគ្រប់បែបយ៉ាងមានទឹកមានត្រីមានដីមានរ៉ែមានធនធានធម្មជាតិចម្រុះទើបដូនតារបស់យើងហៅដែនដីនេះថាជាដែនដីសុវណ្ណភូមិប៉ុន្តែដោយសារតែការអាងទៅលើទ្រព្យដែលមានស្រាប់នេះហើយបានធ្វើឲ្យប្រជាជនខ្មែរខ្លះស្រណុកសុកស្រួលរហូតខ្លាចទៅជាខ្ជិលអុកញ៉ាហៃលីអៀងមិនចង់ឲ្យប្រជាជនខ្មែរមានផ្នត់គំនិតបែបនេះទៀតទេនិងស្នើឲ្យចេះធ្វើទំនើបកម្មនៅមរតកដែលបុព្វបុរសបានបន្សល់ទុកសប្តាហ៍ថ្ងៃនេះយើងទទួលមរតកពីដូនតាយើងនោះពីបុព្វបុរសយើងនោះក៏ធ្វើច្រើនណាស់តែយើងទេចំនួនក្រោយយើងមិនបានយកមរតកគាត់នោះយកមកបង្រៀន
មរតកដែលដូនតាគេទុកមកហ្នឹងគឺពង្រីកទៅទៀតគឺពង្រីកជាធ្វើទំនើបកម្មយើងវាអត់មានធ្វើទំនើបកម្មយើងមានតែកំតិចប៉ុណ្្នឹងហើយយើងនៅសល់ទៀតចឹងអ្វីដែលយើងនៅសេសសល់ហ្នឹងយើងកំពុងតែធ្វើម៉េចឲ្យវារីកចម្រើនដើម្បីទុកឲ្យក្មេងៗគាត់បន្តទៅទៀតចឹងវាដល់ពេលមួយដែលយើងត្រូវរួបរวมគ្នាហើយកសាងទាំងអស់គ្នាអាហ្នឹងហើយជាការដឹងគុណរបស់បុព្វបុរសយើងដែលបានទុកឲ្យយើងដល់យើងទៅវិញទោះបីយើងមានសម្បត្តិមហាសាលក៏ដោយយើងនៅតែ2 ម៉ែត្រការ៉េដូចគ្នាទេ